ទឹកទន្លេមេគង្គខេត្តកំពង់ចាមបានមានការវិវត្តអ្វីខ្លះឃើញថាមកទល់នឹងពេលនេះបានហក់ឡើងថែមទៀតបណ្ដាលឲ្យផ្លូវក៏ដូចជាផ្ទះប្រជាពលរដ្ឋមួយចំនួនដែលរស់នៅតាមបណ្ដោយទន្លេមេគង្គរងផលប៉ះពាល់ហើយនៅពេលដែលស្ថានភាពទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តហក់ឡើងជាច្រើនថ្ងៃបណ្ដាលឲ្យកំណត់ផ្លូវក៏ដូចជាផ្ទះពលរដ្ឋមួយចំនួនដែលរស់នៅតាមបណ្ដោយទន្លេមេគង្គបានទទួលរងផលប៉ះពាល់ហើយប្រជាពលរដ្ឋនឹងក៏នាំគ្នាជជែកគ្នាថាទឹកឆ្នាំ2025នេះឡើងធំក្រាន់បើដែលមិននឹកស្មានដល់ផងដោយឡែកបើយោងតាមលោកអ៊ុំវិបុលប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថាចំពោះស្ថានភាពទឹកទន្លេមេគង្គខេត្តកំពង់ចាមយើងគិតត្រឹមថ្ងៃ2បានឃើញថាតុលាម្សិលមិញទឹកទន្លេមេគង្គហក់ឡើងកម្ពស់នោះគឺ14ម៉ែត្រ.40ជិត14ម៉ែត្រកន្លះខ្វះតែ10ទៀតទេ10ទៀតទេបាទធៀបទៅនឹងម្សិលមិញនឹងទន្លេគឺឡើងគឺកម្ពស់0.14ម៉ែត្រដោយឡែកកម្ពស់ទឹកនាពេលនេះធៀបទៅនឹងឆ្នាំទៅមិញយើងនិយាយពីឆ្នាំ2024ហ្នឹងឃើញថាទឹកទន្លេមេគង្គមានកម្ពស់គឺ13.06ម៉ែត្រខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នខ្ពស់ហ្នឹងគឺ15.20ម៉ែត្របាទគេថា15ម៉ែត្រពីទឹកគៀកមែនតើហ្មងដោយឡែកចំពោះស្ថានភាពអាកាសធាតុពីម្សិលមិញគឺភ្លៀងធ្លាក់តិចបាទឬក៏ច្រើនស្រុកបាធាយនៃខេត្តកំពង់ចាមដូច្នេះម្សិលមិញបានគេថាកម្ពស់ទឹកហ្នឹងគឺ14ម៉ែត្រជាងទៅហើយប្រិមិត្តក្បែរ15ម៉ែត្រទៅហើយអញ្ចឹងបងប្អូននៅទីតាំងប្រឈមប្រកាសជាទទួលបានជាច្បាស់ជាងខ្ញុំបានទៅទៀតអញ្ចឹងខ្ញុំបានយកព័ត៌មានពីខាងមូលដ្ឋានបងប្អូនមកប្រាប់បងប្អូននៅខេត្តផ្សេងទីតាំងផ្សេងឲ្យបានដឹងថាកំពង់ចាមឥឡូវទឹកឡើងខ្លាំងហើយទៅសួរសាច់ញាតិបងប្អូននៅនឹងមើលមិនដែរសួរសុខទុក្ខគ្នាអញ្ចឹងទៅហើយក៏ក្រៅរំលឹកថាមើលកូនមើលចៅជរាខ្លាចមានបញ្ហាផ្សេងដូច្នេះផ្ទះបងប្អូនដែលនៅជាប់នឹងបឹងក៏ទន្លេនេះប្រកាសជាមានពងអាវសុវត្ថិភាពឬក៏ទូកអីជាដើមនឹងហើយដើម្បីនៅបង្ការហានិភ័យភ្លាមបាទ